ថ្ងៃនេះមាន challenge មួយដែលឲ្យគ្នាយើងលេងគឺគ្រាន់តែឆ្លើយសំណួរហើយនឹងបាន breakfast មានន័យថា drink មួយកែវហើយនឹង snack មួយនៅ DMC អូខេ Nice សំណួរតាក់ទងជាមួយនឹង L'écouté français សំណួរងាយៗគ្រាន់តែឆ្លើយ5សំណួរហើយបាន breakfast ហ្មងផឹកឈ្មោះអីមិញ please ឈ្មោះ Len ស្រីនិច ឆ្នាំទីម៉ាន ឆ្នាំទី3ដឹងច្រើននេះចឹងឆ្នាំទី3ចេះច្រើនហើយ Yeah boy ចឹងសំណួរទី1គឺតើសត្វអ្វីដែលតំណាងឲ្យប្រទេសបារាំង មាន់កក ត្រឹមត្រូវងាយៗសំណួរទី2តើថ្ងៃណាខែណាគឺជាថ្ងៃបុណ្យជាតិរបស់ប្រទេសបារាំង ថ្ងៃទី14ខែកក្កដា ជាបារាំងអីគេទៅ 14 juillet វ៉ាវសំណួរទី3តើក្រៅពីទីក្រុងប៉ារីតើទីក្រុងមួយណាដែលមានប្រជាជនរស់នៅច្រើនជាងគេទី1 Marseille ទី2 Lyon ទី3 Toulouse ទីក្រុង Marseille ច្បាស់ហ่ะ ច្បាស់ ប៉ុន្មានភាគរយ 100% ឆ្លើយខុសបានអីទាំងអស់ណា អូខេ តែឥឡូវវាត្រូវទៀតសំណួរទី4តើ TGV គឺជាអ្វីសំដៅទៅលើមានន័យថា TGV សំដៅទៅលើមួយយន្ត transport មួយណាទី1យន្តហោះទី2ទូកទី3រថភ្លើងគិតថាមួយណា រថភ្លើង ច្បាស់ហ่ะ ច្បាស់ សំណួរទី5នេះមិនមែនជាសំណួរទី5នេះមិនមែនតើតើជាមួយនឹង Côté Français តើតើជាមួយក្រមាម្ដងតើនៅក្នុង mode នៃវេយ្យាករណ៍នៃ grammar របស់បារាំងហ្នឹងនៅក្នុង mode indicative មានប៉ុន្មានតង់អ្វីខ្លះ il y a 8 temps ce sont présent passé composé imparfait plus que parfait passé simple Passé antérieur oui passé antérieur futur simple et futur antérieur កូនខ្មែរធ្វើបានសំណួរមួយទៀតចង់សួរថាតើទង់ជាតិបារាំងមានប្រមាណពណ៌អ្វីខ្លះ មាន3ពណ៌ អីខ្លះ ពណ៌ក្រហមពណ៌សពណ៌ខៀវ តើពណ៌ណានៅចំកណ្ដាល ពណ៌ស ងាយបានកាហ្វេញ៉ាំ សុទ្ធលោបញ្ចូលពូកែខ្លាំងណាស់ទឹកនិចពិតជាត្រង់ច្បាស់ទឹកដៃជើងចាស់រហាំងរហួនទឹកនិចពិតជាត្រង់ច្បាស់ទឹកដៃជើងចាស់រហាំងរហួន